នៅសុកនឹកឃ្លានមកសំខ្នោបងប្អូនហើយដាក់លាជាមួយនឹងសណ្តែកខ្លះៗចឹងណារសជាតិដល់យ៉ាងណាយ៉ាងណីទេចាំមើលជាក់ស្ដែងសិនបងប្អូនលើកទី1ដែលធ្វើហើយនេះងើបពីព្រលឹមដើម្បីមកធ្វើមកសំខ្នោព្រលឹមខ្ញុំគឺម៉ោង9ហើយឥឡូវនេះខ្ញុំមានកតណើបហើយខ្ញុំដាក់រៀងច្រើនដែរណា4កំប៉ុងហើយខ្ញុំត្រាំទឹកហើយក៏ខ្ញុំយកសណ្តែកយកត្រាំទឹកដូចគ្នាហើយខ្នោខ្ញុំនឹងនៅសល់បន្តិចដែរសល់ពីការទិញហូបនឹងគឺនៅសល់បន្តិចបានយកមកធ្វើនឹងឯងហើយខ្ញុំក៏ចាប់ដើមហាន់បដាអញ្ចឹងទៅជំរាកល្អិតបែបហ្នឹងអញ្ចឹងណាយើងស្រួលវិចហើយយើងក៏ស្រួលញ៉ាំដូចគ្នាព្រមសំខ្នោយើងហ្នឹងគឺអត់ធ្វើធំទេគឺទូចនឹងឯងនិយាយទៅធ្វើបែប enjoy relax នៅផ្ទះអញ្ចឹងណាលក្ខណៈថាយើងអត់ធ្វើការងារអីយ៉ាងណាយើងចេះតែរនឹកឃ្លាននេះឃ្លាននោះហើយក៏ធ្វើអញ្ចឹងទៅហើយក៏ទិញស្លឹកចេកមកបងប្អូនស្លឹកចេកគេនេះ2រៀល3រៀលដែរហ្នឹងណាហើយលហែកខ្លះអីខ្លះអញ្ចឹងយកមកជូតយកមកអីអញ្ចឹងទៅហើយលើកទី1បងប្អូនហើយចេះតែនឹកឃើញថាឃ្លានណាគិតទៅពេលយើងនៅនេះឃ្លានអីគឺត្រូវធ្វើនឹងបើមិនអញ្ចឹងទេអត់មានអីញ៉ាំទេបើយើងមិនដូចសាបូដូចយើងនៅខ្មែរទេបងប្អូនហើយសំបីតែកាត់លឹកចេកហ្នឹងក៏ខ្ញុំមិនចេះកាត់ដែរចេះកាត់ទៅហើយទៅចេញរូបរាងឯណាឆ្កុយតែវាមិនអីទេព្រោះមិនសមយើងនឹងគឺយើងវិចរៀងទូចដែរអញ្ចឹងណាហើយស្លឹកចេករៀងថ្លៃដែរយើងក៏អាទូចអាធំអីយកទាំងអស់នឹងឯងហើយក៏យកទៅហាលហើយខ្ញុំទិញដូងមួយហើយយកមកកោសអាសូម្បីតែកោសដូងហ្នឹងក៏មិនទាន់នឹងចេះកោសផងបងប្អូនណានិយាយទៅគឺតើនៅនេះស្អីក៏ធ្វើខ្លួនឯងធ្វើអីក៏ធ្វើខ្លួនឯងអញ្ចឹងទៅដូចរៀងចង្ងាងដល់ហើយឥឡូវនេះខ្ញុំដាក់ខ្ទិះដូងមកកំប៉ុងបងប្អូនហើយក៏ខ្ញុំដាក់ស្លឹកតយបន្តិចដែរដើម្បីឲ្យឈ្ងុយអញ្ចឹងណាក៏ខ្ញុំដាក់ស្ករសចំនួន4ស្លាបព្រាបាយហើយក៏អំបិលបន្តិចដែរដើម្បីឲ្យរសជាតិម្សៅយើងកាន់តែឆ្ងាញ់អញ្ចឹងណាហើយល្មមថាខ្ទិះដូងយើងឈ្ងុយហើយខ្ញុំដាក់ដូងយើងដែលកោសហ្នឹងគឺខ្ញុំដាក់ប្រើដូងតែចំនួនមួយចំហៀងទេបងប្អូនហើយក៏កូរចុះកូរឡើងហើយជាក់ស្ដែងក៏ខ្ញុំដាក់សណ្តែកចូលបងប្អូនអើយកំហុសធ្ងន់បំផុតហ្នឹងគឺសណ្តែកហ្នឹងវាអត់ទាន់រីកទេគឺនិយាយទៅគឺខុសកន្លែងហ្នឹងហ្មងណាខុសทั้งថាអង្គរីកហើយយើងត្រាស់មិនមកអីចឹងណាតែសណ្តែកហ្នឹងអត់រីកទេខ្ញុំគិតខុសខ្ញុំគិតថាសណ្តែកហ្នឹងខ្ញុំត្រាំយូរហើយលោវារីកអីចឹងណាមានណាបងប្អូនអើយតែព្រឹកសណ្តែកហ្នឹងគេត្រូវយកស្ងោរសិនហើយខ្ញុំមានណាចឹងទៅយកទៅកូរចុះកូរឡើងសង្ឃឹមថាវាហ្នឹងឆាប់ឆ្អិនអីចឹងណាមានណាបងប្អូនហើយវាលក្ខណៈថានៅច្របអញ្ចឹងណាបងប្អូនហើយខ្ញុំក៏កូរជាមួយខ្ទិះដូងទីអីល្មមថាបាយយើងឆ្អិនល្មួតចូលគ្នាហើយបើខ្ញុំដាក់ជាមួយនឹងខ្នោសាច់ខ្នោយើងចូលបងប្អូននិយាយទៅជឹកឈ្ងុយខ្លាំងមែនតើហើយនិយាយទៅគឺតំណងបើរសជាតិវិញផ្អែមឡមល្មមអញ្ចឹងណាហើយខ្នោយើងក៏ផ្អែមដូចគ្នាទៀតកាន់តែឈ្ងុយមែនតើឥឡូវហ្នឹងគឺយើងចាប់ដើមវិចហើយសូម្បីតែវិចហ្នឹងក៏អត់ចេះវិចដូចគ្នានិយាយទៅអ្វីគ្រប់យ៉ាងគឺថ្មីទាំងអស់រៀនធ្វើទាំងអស់បងប្អូនហើយសង្ឃឹមថាលើកក្រោយហ្នឹងគឺធ្វើឲ្យល្អបានល្អជាងហ្នឹងហើយឆ្ងាញ់អញ្ចឹងណាតែប៉ុន្តែម្សមហ្នឹងគឺឆ្ងាញ់ប៉ុន្តែខ្ញុំទាស់អាត្រង់រឿងខ្ញុំដាក់សណ្តែកហ្នឹងបន្តិចបងប្អូនវានៅច្រាប់វាអត់ទាន់ផុយហ្មងណាបើលើកក្រោយគឺខ្ញុំនឹងស្ងោរហើយនិយាយទៅកំហុសធ្ងន់លើហ្នឹងគឺយើងគិតថាខ្ញុំត្រាំទឹកយូរលើវារីកវាឆ្អិនពេលយើងចំហុយទៅវាឆ្អិនណាតែខ្ញុំគិតខុសកន្លែងហ្នឹងបងប្អូនហើយយើងទៅគឺញ៉ាំចាប់ហ្នឹងទៅម្សមហ្នឹងឆ្ងាញ់បងប្អូនល្មមរសជាតិអីល្មមណាស់តែអាសណ្តែកហ្នឹងតាខ្ញុំចង់ញ៉ាំសណ្តែកហ្នឹងបើសិនយើងយកស្ងោរមកបន្តិចទៅគឺផុយល្អគឺឆ្ងាញ់បងប្អូនតែតទៅពេលយើងអត់បានស្ងោរអញ្ចឹងទៅធ្វើឲ្យវាដូចដែលខ្ញុំនិយាយអញ្ចឹងវាញ៉ាំបានប៉ុន្តែគ្រាន់ថាវាអត់ទាន់ផុយហ្មងណាអញ្ចឹងកុំឲ្យធ្វើដូចខ្ញុំទៅខ្ញុំចាប់ឆាយយកហ្មងនេះព្រោះអត់មាន experience ក្នុងការធ្វើអីចឹងណាហើយលើកដំបូងហើយរៀនធ្វើដូចគ្នាចឹងទៅក៏មិនអីទេនេះជាមេរៀនចឹងណាឥឡូវខ្ញុំវិចហើយខ្ញុំចាំតាមដាក់ចំហុយ
ម្សមយើងហ្នឹងហើយគឺខ្ញុំចំហុយរយៈពេល30នាទីអញ្ចឹងម្សមយើងក៏ឆ្អិនអញ្ចឹងណាបងប្អូនបើរសជាតិវិញគឺអូខេតែខឹងចិត្តតែរឿងស្បែកនឹងតិចដូចខ្ញុំនិយាយអញ្ចឹងបងប្អូនហើយចឹងបងប្អូនដែលដឹងរូបមន្តដែលធ្វើឆ្ងាញ់ជាងនឹងពីរបៀបនៃការធ្វើម្សមខ្នោនឹងជួយប្រាប់ខ្ញុំផងព្រោះលើកដំបូងអីក៏ថ្មីសម្រាប់ខ្ញុំដែរបងប្អូនហើយធ្លាប់តែញ៉ាំស្រាប់ឥឡូវមករៀនធ្វើខ្លួនឯងអញ្ចឹងមិនដឹងថាវេទនាបែបណាអញ្ចឹងណាអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះបាយបាយ